សួស្តីបងប្អូនថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតតែថ្ងៃនេះខ្ញុំបាទក៏មិនទាន់ត្រឡប់ទៅប្រទេសខ្មែរវិញដែរឥឡូវចិត្តចូលឆ្នាំហើយនៅពេលដែលត្រឡប់ទៅវិញដល់ពេលចូលឆ្នាំល្មមត្រូវទៅជួបបងប្អូនប្រជាពលរដ្ឋខ្មែរយើងថ្ងៃបុណ្យពិសេសមានមិនច្រើនទេដែលមានឱកាសជួបជុំជាមួយនឹងបងប្អូនទី1គឺពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងឯងទី2គឺភ្ជុំបិណ្ឌទី3គឺពិធីបុណ្យអុំទូកនេះគឺជាពិធីបុណ្យធំដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរយើងដែលជាអ្នកមានដើមកំណើតនៅតាមបណ្ដាខេត្តអាចត្រឡប់ទៅជួបជុំបងប្អូនសប្បាយរីករាយក្នុងឱកាសពិសេសទាំងអស់នេះថ្ងៃនេះខ្ញុំបាទនឹងចែករំលែកព័ត៌មានជាមួយនឹងបងប្អូនសម្រាប់បងប្អូនណាដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសឬក៏ប្រឡងដើម្បីទទួលបានសិទ្ធិក្នុងការ apply យក medical physician នៅតាមបណ្ដាប្រទេសមួយចំនួនដូចជាអាមេរិកកាណាដាអូស្ត្រាលីនិងនៅអឺរ៉ុបជាដើមចំពោះបងប្អូនដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសគឺខ្ញុំសំដៅដល់ប្រទេសកម្ពុជាយើងហើយមានបំណងចង់សិក្សាឬក៏ប្រឡងយក medical license នៅក្រៅប្រទេសបងប្អូនដឹងទេត្រូវយើងទៅធ្វើអ្វីខ្លះបងប្អូនមួយចំនួនធំអាចជាមិនដឹងទេមានបងប្អូនខ្លះក៏ដឹងអ្នកខ្លះទៀតមិនបានដឹងទេទៅនៅរស់នៅស្រុកគេរាប់សិបឆ្នាំទៅបានដឹងក៏មានដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកតើធ្វើយ៉ាងម៉េចដើម្បីបានរៀនបន្តឬក៏ស្នើសុំប្រឡងដើម្បីមានសិទ្ធិapply your medical license នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងនោះបងប្អូនខ្ញុំនិយាយចំពោះតែសាកលវិទ្យាល័យនៅស្រុកខ្មែរយើងដែលទទួលស្គាល់ដោយ WHO មូលហេតុអីបានខ្ញុំនិយាយថាសាកលវិទ្យាល័យត្រូវតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកពីព្រោះថានៅក្នុងអង្គការ WHO នោះមានភ្នាក់ងារតូចមួយដែលមានឈ្មោះថា World Directory Medical School គឺជាភ្នាក់ងារមួយដែលដើរតួទទួលស្គាល់ថាសាលានៅប្រទេសនេះឈ្មោះនេះមានការទទួលស្គាល់និងបានចុះបញ្ជីនៅក្នុងអង្គការសុខភាពពិភពលោកនៅពេលដែលសាកលវិទ្យាល័យឬក៏សាលាពេទ្យណាមួយដែលចុះបញ្ជីនៅក្នុង World Directory of Medical School នៅពេលនោះយើងនឹងមានអង្គភាពតូចមួយទៀតជា agency ប៉ុន្តែ agency នេះយើងនិយាយថាតូចប៉ុន្តែសក្តានុពលឬក៏អំណាចរបស់ agency នេះធំធេងណាស់ដោយសារអីដោយសារ agency នេះដើរតួជាអ្នកវាយតម្លៃទៅលើសញ្ញាបត្រ medical school ទូទាំងពិភពលោក agency នោះឈ្មោះហៅកាត់ថា ECFMG ឬពាក្យពេញថា Educational Commission for Foreign Medical Graduate គឺមានតួនាទីនៅក្នុងការវាយតម្លៃសញ្ញាបត្រគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកក្រោយពីបញ្ចប់ការសិក្សា agency នេះគាត់វាយតម្លៃថាសញ្ញាបត្រនេះមានតម្លៃស្មើប៉ុណ្នេះហើយអាចapply ឬក៏ស្នើសុំសិទ្ធិប្រឡងយកអ្វីមួយនៅក្នុងបណ្ដាប្រទេសមួយចំនួនជាបទពិសោធន៍ខ្ញុំធ្លាប់ដឹងថាមាននិស្សិតខ្មែរយើងច្រើនដែរនៅសហរដ្ឋអាមេរិកដែលគាត់ប្រឡងជាប់ medical school គាត់ជាប់ថ្នាក់វិជ្ជាបណ្ឌិតដែរពេលដែលគាត់មានគ្រួសារគាត់ទៅធ្វើការនៅអាមេរិកតែគាត់ធ្វើទៅគាត់អត់ដឹងថាតើគាត់ជាប់វិជ្ជាបណ្ឌិតហើយតើគាត់អាចធ្វើការនៅស្រុកអាមេរិកបានអត់គាត់អត់ដឹងទេរហូតដល់មានមិត្តភ័ក្តិជនជាតិអាមេរិកខ្លះក៏ណែនាំដុកទ័រខ្លះតែធ្វើការជាមួយគ្នាហ្នឹងក៏ណែនាំទៅគាត់ដឹងអញ្ចឹងអានេះចំពោះតែបងប្អូនដែលចង់ apply ធ្វើការងារនៅក្នុងបណ្ដាប្រទេសមួយចំនួនហើយមួយទៀតបងប្អូនចំពោះបងប្អូនដែលជានិស្សិតអានេះខ្ញុំនិយាយចំពោះតែជានិស្សិតទេតែជានិស្សិតឯកទេសឬក៏និស្សិតថ្នាក់វិជ្ជាបណ្ឌិតហើយចង់បន្តយក short course ជាលក្ខណៈ diploma ឬក៏ fellowship ប៉ុន្តែ fellowship ឬក៏ elective program នេះមាន2មួយគឺបងប្អូនទៅធ្វើ fellowship ឬក៏ elective program ជាទូទៅគេមិនឲ្យយើងទៅ practice on hand ទេអនុវត្តផ្ទាល់ទេគឺគ្រាន់តែទៅជាលក្ខណៈ observation អាហ្នឹងយើងអាច apply ទៅធម្មតាមិនបាច់មានស្ថាប័នណាវាយតម្លៃឬក៏ទទួលស្គាល់សាលារបស់យើងទេប៉ុន្តែក្នុងករណីមួយបងប្អូនចំពោះបងប្អូនដែល apply ទៅ fellowship ឬក៏ elective program ពី1ខែដល់6ខែឬក៏1ឆ្នាំហើយដែលគេអនុញ្ញាតឲ្យយើង practice on hand
ខ្ញុំបញ្ជាក់ឲ្យច្បាស់គឺ practice on hand គឺសំដៅដល់ការអនុវត្តផ្ទាល់នោះគឺសាលាដែលជាអ្នកបញ្ជូនយើងទៅហ្នឹងគឺត្រូវតែមានការទទួលស្គាល់ដោយ World Federation for Medical Education ឬហៅកាត់ថា WFME អង្គភាពនេះគឺមានតួនាទីវាយតម្លៃហើយអនុញ្ញាតឲ្យសិស្សចេញពីសាលាជា Medical School ហ្នឹងប្រសិនបើសាលាហ្នឹងមានការទទួលស្គាល់ដោយ World Federal for Medical Education នេះគេអនុញ្ញាតឲ្យយើងទៅ practice on hand នេះអនុវត្តផ្ទាល់ជាមួយនឹងអ្នកជំងឺបានហើយប៉ុន្តែបើយើងសាលាយើងអត់មានការទទួលស្គាល់ដោយWFME ទេគឺគេមិនអនុញ្ញាតឲ្យយើង practice on hand ទេគឺបានត្រឹមតែ observation បាទសូមអរគុណច្រើន